ខ្ញុំអត់សប្បាយចិត្តទេមកប្រាប់ខ្ញុំធ្វើអីគាត់ថាខ្ញុំជាវត្ថុសប្បាយចិត្តមែនចង់និយាយសាច់ការអីក៏មិនបានចង់បបួលនាងផឹកជាមួយខ្ញុំអត់អាចផឹកជាមួយបានទេខ្ញុំរវល់ធ្វើការហើយចុះបើខ្ញុំជួលឲ្យមកផឹកជាមួយខ្ញុំព្រមឬក៏អត់ឥឡូវហ្នឹងបានតាលុយទៅហើយអ្នកណាមិនព្រមនោះខ្ញុំព្រមរឿងយល់សពនាំរឿងមែនទីក្រុងឌីប៉េរីត្រីដែលពោពេញទៅដោយភ្លើងពណ៌ខណៈដែលនៅមុខក្លឹបបរិសម្នាក់បានដើរចេញមកដោយឈរនៅក្បែររថយន្តរបស់គេថ្មនាងប្រហែលជាទៅផ្ទះវិញនៅតាន់សង្ឃឹមតែគ្មាននរណាបិទទ្វារចោលខ្ញុំទៅចុះមិនតាន់ម៉ោង10យប់ផងថាចប់ហើយគេក៏បានបើករថយន្តចាក់ចេញពីក្លឹបមកដល់ផ្ទះឃើញទ្វាររបស់ចប់សោហើយជាប់សោទៀតបាត់ហើយម៉ាក់មិនអោយសោមកខ្ញុំកាន់សោះពេលខ្ញុំស្រែកហៅផ្អើលដល់ផ្ទះអ្នកជិតខាងគាត់តែងតែថាខ្ញុំធំតមៀតតែអត់ចេះខ្លាចក្រែងអ្នកណាតល់ទៅសោះរំពេចនោះមានមនុស្សម្នាក់មកចាក់សោដើម្បីបើកទ្វាររបស់ឲ្យគេនេះអ្នកណាគេហ្នឹងមកនៅក្នុងផ្ទះខ្ញុំតាំងពីអង្កលស្គាល់ខ្ញុំដែរមែនចាខ្ញុំស្គាល់លោកគឺជាកូនប្រុសរបស់ម្ចាស់ផ្ទះមិញម្ចាស់ផ្ទះឲ្យខ្ញុំចាប់បើកទ្វារឲ្យកូនប្រុសរបស់គាត់ដែលដើរលេងជប់ប្រឡប់ឲ្យគេរងចាំបើកទ្វារដែលគ្មានការក្រែងចិត្តអ្នកណាជាអ្នកធ្វើការនៅក្នុងផ្ទះមែនទេតែបើតាមខ្ញុំមើលទៅដូចជាម្ដាយទី2របស់ខ្ញុំទៅហើយជំរាបសួរអ្នកម៉ាក់ទី2កុំមកលក់លេងឲ្យខ្ញុំមិនចង់មានកូនបែបនេះទេចូលក្នុងឲ្យលឿនឡើងទេខ្ញុំបញ្ញាប់បិទទ្វារវិញកុំឲ្យមើលចូលច្រើនជាងនេះព្រោះមកខ្លះកំពុងតែយំងាយនៅហ្នឹងបាននាងម្ចាស់ខិលខីបើករថយន្តចូលទៅក្នុងភ្លាមត្រូពីបិទទ្វាររបស់វិញខ្ញុំអត់ចង់ប្រកែកជាមួយទេខ្ញុំទៅដេកហើយរក្សាតំណែងឲ្យបានល្អណាប្រយ័ត្នបានខ្ទាតចេញពីផ្ទះនេះក្នុងយប់ស្អែកទៅហើយភ័យស្ទើរតែហក់ដល់មាត់អ្នកនិយាយដល់ហើយភ័យឲ្យខ្លាំងសិនចុះបន្តិចទៀតខ្លោចដូចជាខ្យូងហើយគេបានចូលទៅក្នុងផ្ទះតែម្ដងរំពេចនោះត្រពីក៏បានចូលទៅក្នុងផ្ទះដូចគ្នានាពេលព្រឹកព្រលឹមត្រពីរៀបចំបបរដាក់នៅលើតុមីងកូឡាបបានចូលមកដល់ហើយបានសួរឡើងមីអូនយប់មិញកូនមីងចូលផ្ទះយប់ជ្រៅឬអត់ចាំមិញចិត្តម៉ោង10ណាមិញខ្ញុំមិនតាន់កេងផងកូនមីងគឺបែបនេះចេញពីធ្វើការមិនដែលចេះប្រញាប់ចូលផ្ទះវិញទេតែគេតែងតែទៅសប្បាយជាមួយមិត្តភក្តិបន្តទៀតទៅចូលផ្ទះចាំមិញខ្ញុំនៅចាំបើកទ្វារឲ្យកូនមីងបានជានិច្ចណាល្អហើយអញ្ចឹងមីងអរគុណហើយស្របពេលជាមួយគ្នានោះអ្នកដែលជាមេគ្រួសារក៏បានមកដល់ល្មមហើយកូនប្រុសយើងទៅណាបាត់ហើយយប់មិញចូលផ្ទះថ្មណាខ្ញុំដេកលក់អត់បានចាប់អារម្មណ៍សោះកូនប្រុសប៉ាវាឯងចូលផ្ទះលឿនណាស់កាលពីយប់មិញមីអូននៅចាំបើកទ្វារឲ្យយើងលេងអត់ងងុយព្រោះតែចាំបើកទ្វារឲ្យកូនប្រុសទៀតហើយពូសង្ឃឹមតែក្មួយនៅជាមួយពួកយើងបានយូរមិនរើទៅនៅកន្លែងផ្សេងត្រឹមតែរយៈពេល1ខែអីទេណាខ្ញុំនឹងព្យាយាមនៅទីនេះតាមដែលខ្ញុំអាចធ្វើបានណាពូមីងឲ្យដូចមាត់ផងទៅចោះណែប៉ាវាហូបបបរទៅហើយចាំទៅធ្វើការបាទម៉ាក់វាត្រពីចាក់ចេញពីផ្ទះបាយនាងបានជូតសម្អាតផ្ទះតែពេលដែលនាងកំពុងតែជូតសម្អាតខិលខីបានដើរជន់ដោយស្បែកជើងខ្មៅវក់បង្កជាស្នាមដានជើងសុំទោសខ្ញុំបញ្ញាប់ពេកអត់បានមើលទេមុននេះហើយបញ្ញាប់ឬក៏ភ្លេចបើកភ្នែកហ្នឹងបើខ្ញុំថាបែបណាគឺវាបែបហ្នឹងហើយចង់យ៉ាងម៉េចចុះចង់យ៉ាងម៉េចក៏បានដែរតែជូតស្នាមជើងចេញឲ្យអស់ផងទេមិនចាក់ចេញពីផ្ទះដល់ថ្នាក់ប្រើខ្ញុំដែលជាម្ចាស់ផ្ទះផងហ៎កំពុងតែគិតអីហ៎ខ្ញុំអត់ព្រមជាមួយទេមិនត្រូវមកប្រើខ្ញុំអត់ធ្វើមែនខ្ញុំនឹងបដិបដៃលោកថាលោកបំពេញខ្ញុំចាំមើលចោះខ្ញុំនឹងស្រែកឲ្យគេលឺដល់20ភូមិខ្ញុំឲ្យលុយហើយជូតម្ដងទៀតទៅកុំធ្វើឲ្យរឿងតូចคล้ายទៅជារឿងធំដុំអីខ្ញុំមិនចង់នៅនិយាយច្រើនទេខ្ញុំបញ្ញាប់ខ្ញុំមិនយកជាដាច់ខាតត្រូវតែជូតសម្អាតឲ្យស្អាតសិនខ្ញុំធ្វើក៏បានដែរមិនបាច់ស្រែកលោឡានាំតែខ្មាស់អ្នកភូមិទេថាហើយគេក៏បានជូតសម្អាតស្នាមប្រឡាក់តែជូតមិនបានជ្រះឡើយគេក៏បានរត់ចាក់ចេញពីក្នុងផ្ទះនិងបើករថយន្តចាក់ចេញទៅ
មនុស្សស្អីគ្មានទទួលខុសត្រូវអីបន្តិចទេនាពេលថ្ងៃត្រង់ខៀលខីបានចាក់ចេញពីកន្លែងធ្វើការគេក៏បានទៅខុនដូរបស់សង្សារគេចូលទៅដល់ក្នុងបន្ទប់ហើយគេក៏ស្រាប់តែបន្លឺឡើង មិនក៏ថ្ងៃនេះអូនឯងអត់ទៅធ្វើការហើយអត់ប្រាប់បងទៀតអូនឈឺមែន ខ្ញុំឈឺភ្នែកហើយក្តៅខ្លួនទៀតផងខ្ញុំមិនបានប្រាប់បងខ្ញុំខកដែរមែនទេ អូនអត់ខុសទេបើឈឺហើយត្រូវតែសម្រាកនៅផ្ទះកុំបាច់ទៅធ្វើការអីបងនៅតែបើកប្រាក់ឲ្យធម្មតា ខ្ញុំក៏មានរឿងចង់ប្រាប់បងដូចគ្នាខ្ញុំបានបាត់លុយអន្សំមិនដឹងថាអ្នកណាទេលួចយកលុយអន្សំខ្ញុំទៅនោះពេលនេះខ្ញុំពិបាកចិត្តណាស់ខ្ញុំគ្មានអារម្មណ៍នឹងធ្វើអីនោះទេអស់ទឹកចិត្តរលីងហើយ ហើយអ្នកណាគេហ៊ានយ៉ាងហ្នឹងមកលួចប្រាក់អន្សំសង្សារបងបាត់ប្រមាណចាំបងចាញ់សងកុំឲ្យបាក់ទឹកចិត្តប្រាក់អាចរកវិញបានទេតែទឹកចិត្តពិបាកយកមកវិញណាប្រសិនជាបាត់បងទៅ បងឯងអត់កុហកទេណា សមត្ថភាពបងប៉ុណ្ណឹងដែរបងកុហកធ្វើអីបងមិនចង់ឲ្យសង្សារបងបាក់ទឹកចិត្តទេ អរគុណណាស់បង ចាំបងបាញ់ឲ្យភ្លាមតាមទូរស័ព្ទតែម្ដង ចាចានាពេលរសៀលត្រូពីរៀបចំបន្ទប់ខិលខីតែពេលចូលទៅដល់ក្នុងបន្ទប់នាងក៏បានភ្ញាក់ផ្អើលជាខ្លាំងអើយបន្ទប់ស្អីក៏រញ៉េរញ៉ៃម្ល៉េះបើកូនខ្ញុំអីណាអត់បានដេកក្នុងបន្ទប់បានស្រួលអញ្ចឹងទេបើសិនជាខោអាវពេញក្រែននោះខណៈដែលនាងកំពុងតែរៀបចំបន្ទប់មីងកូឡាបក៏បានស្រែកហៅរកនាងមីអូណានៅឯណានឹងក្មួយមកមុខផ្ទះមួយផ្លេតមកចាំមិញខ្ញុំទៅឲ្យមិញត្រូពីប្រញាប់ប្រញាល់មកមុខផ្ទះតែម្ដងអាណែមិញមានការអីប្រាខ្ញុំមិនមែនក្មួយឯងទៅមើលមុខផ្ទះយើងតិចទៅអ្នកណាយកអីមកចោលនៅកន្លែងធុងសារ៉ាមយើងនោះក្មួយទៅមើលបន្តិចទៅណាចាំមិញត្រូពីបានឆែកមើលថង់ខ្មៅដោយឃើញសុទ្ធតែគ្រឿងក្នុងសัตว์ស្អុយរលួយពេះពេញហេស្អុយណែវាជាសម្រាប់ទេណាមិញអត់មាននរណាបង្កប់ស្អីក្នុងនេះទេមិញចេះតែខ្លាចទៅពេលឃើញអញ្ចឹងនោះណែមិនអីទេបើអញ្ចឹងនោះទៅធ្វើការរបស់ក្មួយបន្តចោះណានាពេលជប់យន្តត្រពីចេញពីក្នុងផ្ទះឈរនៅក្បែររបងរំពេចនោះមានអ្នកជិះម៉ូតូមកឈប់ក្បែរនាងថ្មនេះឲ្យមិនតន់ចូលផ្ទះទៀតរវល់ទៅណាមនុស្សធ្វើការទៅមិនចាញ់សងអត់បានដើរទៅលេងឯណាផ្ដេសផ្ដាស់ទេ បើមិនបានទៅណាផ្ដេសផ្ដាស់ទេល្អហើយបញ្ញាប់ទៅផ្ទះវិញឲ្យមើលម្ដាយដែលនៅផ្ទះផងជើមានតែ3នាក់ទេណាកុំគិតក្បេះមិនចង់មើលថែម្ដាយនោះមានបងស្រីភ្លោះអញ្ចឹងមែនហ្មងបងតែប្រហែលនាទីសោះតែធ្វើដូចជាអាយុបងរាប់ឆ្នាំអញ្ចឹងណែទោះបីបងត្រឹមតែប្រហែលនាទីក៏ហៅថាបងដែរឲ្យតែបានកើតមកមុននោះយកលុយនេះទៅឲ្យម៉ែទេបើខ្ញុំដឹងថាយកទៅចាយផ្ដេសផ្ដាស់នឹងត្រូវមិនខានទេព្រោះរថ្ងៃនេះដើម្បីចិញ្ចឹមម៉ែមិនមែនឲ្យអញចាយលេងទេខ្ញុំដឹងទោះខ្ញុំមិនមែនជាកូនល្អក៏ខ្ញុំមិនបានធ្វើបាបគ្រួសារដែរលុយនេះក៏ដឹងតែដល់ដៃម្ដាយយើងហើយធ្វើមើលតែខ្ញុំដើរអាវ៉ាសែអត់ចេះគិតគូរពីម្ដាយចាស់អញ្ចឹងស្ទាវខ្ញុំនេះស្ទាវដឹងគុណម៉ែឪក្រុមគ្រួសារណាទៅផ្ទះចុះពេលតនេះខ្ញុំនឹងទៅលេងផ្ទះណែចេញពីធ្វើការចូលផ្ទះហើយចេញពីផ្ទះទៅធ្វើការកុំចូលកន្លែងផឹកស៊ីសេវា10ស្រាឲ្យសោះណាព្រោះគ្រួសារយើងអត់សូវមានធូរធារដូចគេទេខានរោតែមួយខែដឹងតែគ្មានកច្រកឆ្នាំងហើយដឹងនៅទៅហើយបើមិនទុកចិត្តទេទៅសួរម៉ែបានខ្ញុំមិនល្មើលគុណយកលុយម៉ែទុកចាយតែម្នាក់ឯងទេប្អូនប្រុសរបស់ត្រូពីបានចាក់ចេញទៅបានបន្តិចខិលខីក៏បានមកដល់ល្មមត្រូពីបើកទ្វាររបងយ៉ាងធំដើម្បីឲ្យខិលខីបើករថយន្តចូលក្នុងអ្នកណាគេមិនបាញ់មិញចង់នាំចោលចូលផ្ទះខ្ញុំមែនទេកុំនិយាយអាក្រក់ស្ដាប់ពេកមិនមែនជាចោលចោយអីទេជាប្អូនខ្ញុំតាឲ្យច្បាស់ជាប្អូនណាបើខ្ញុំដឹងថាជាអ្វីផ្សេងខ្ទាតចេញពីផ្ទះនេះហើយត្រៀមទៅរើទីតាំងទៅចាខ្ញុំជល់ពេញទៅជាតែម្ដងកុំនិយាយច្រើនដងពេកឌឺពេកប្រយ័ត្នឈឺខ្លួនខ្ញុំឃ្លានបាយកុំភ្លេចយកបាយឲ្យខ្ញុំដល់បន្ទប់ផងបាយសជាមួយទឹកស្អីមែនទេបាយសជាមួយម្ហូបខ្ញុំទៅបន្ទប់មុនហើយថាចាប់គេក៏បានទៅដល់បន្ទប់គេភ្លាមហើយម៉ោង11ហើយអត់ចេះបាយទឹកពីក្រៅមកទេនៅក្នុងបន្ទប់ខិលខីខ្ញុំយកបាយមកហើយចេញហូបចាស់ខ្ញុំទៅវិញចូលដីហើយណា
ពេលដែលហូបបាយរួចយកចាំទៅទុកនៅកន្លែងលាងផងកុំទុកចោលក្នុងបន្ទប់ទៀតខ្ញុំមិនចង់ដាស់តឿនសតិច្រើនដងទេណា បដៅជាងម៉ែខ្ញុំទៅទៀតបាទអ្នកនាងម្ចាស់ខ្ញុំនឹងយកទៅទុកឲ្យវាត្រូវកន្លែងអ្នកនាងម្ចាស់អញ្ជើញទៅសម្រាប់វិញចុះ ទៅហើយកុំភ្លេចសម្ដីឲ្យសោះបន្ទាប់ពីនិយាយចប់ហើយនាងក៏បានចាក់ចេញទៅភ្លេទេម៉ែយកអ្នកមកនៅជាមួយឬក៏ឲ្យគេមកបដៅខ្ញុំនេះ នាថ្ងៃបន្ទាប់ត្រពីបានសុំមីងកូឡាបទៅលេងម្ដាយរបស់នាងលុះពេលនាងមកដល់ផ្ទះម្ដាយរបស់នាងកំពុងតែលាងចានម៉ែកូនស្រីម្ដាយថ្ងៃនេះមកលេងម៉ែហើយកូនឯងតនេមែនទេខ្ញុំសុំគេមកណាម៉ែអណែពេលម្សិលមិញខ្ញុំផ្ញើលុយតាមកូនប្រុសម៉ែមកម៉ែបានទទួលដែរទេម៉ែបានទទួលហើយកូនប្អូនកូនឯងមិនធ្វើឲ្យម៉ែពិបាកចិត្តនោះទេកុំភ័យពីរឿងនេះអីទុកចិត្តមិនបានទេណាម៉ែព្រោះកូនប្រុសម៉ែណាខូចតាំងតែពីកុមារភាពមកម្លេះខូចនៅពីតូចធំឡើងគេចេះកែហើយណាកូនកុំគិតថាមនុស្សយើងនៅតែដដែលរហូតអីគឺមានការកែប្រែជានិច្ចណាចាំម៉ែឧស្សាហ៍តាមដានផងណាបើខូចប្រាប់ខ្ញុំនឹងបដៅគេចេញអើយអត់អីទេណាកូនប្អូនកូនចេះដឹងខុសត្រូវហើយគិតតែពីកូនធ្វើការនៅផ្ទះគេនោះត្រូវចេះប្រយ័ត្នប្រយែងខ្លួនផងកុំធ្វើឲ្យម្ចាស់ផ្ទះខ្នើសចិត្តអីណាល្មមយើងកុំតបតគេអីចាំម៉ែខ្ញុំដឹងហើយក្នុងការិយាល័យធ្វើការជួយយកឯកសារទៅច្រឡំឲ្យខ្ញុំ1000សន្លឹកមកខ្ញុំកំពុងតែរវល់ដែរមកប្រើមនុស្សមិនចេះមើលសោះ ខ្ញុំប្រើឯងចាត់ទុកថាសំណាងហើយឯងដឹងច្បាស់ហើយថាខ្ញុំជាអ្នកណានោះខ្ញុំដឹងថានាងជាអ្នកណាតែការងារខ្ញុំនៅពេញដៃនាងទំនេរទៅធ្វើខ្លួនឯងបានសោះចាំបាច់មកប្រើខ្ញុំធ្វើអីខ្ញុំប្រើឯងព្រោះតែខ្ញុំចង់ប្រើហើយកញ្ចក់ខ្ញុំទៅធ្វើរួចទេខ្លាចវិបាកពេលដែលគៀបនឹងម៉ាស៊ីនច្រឡំនោះខ្ញុំទៅធ្វើឲ្យក៏បានដែរអាងថាជាសង្សារមេប្រើអត់ចេះគិតទេថាហើយគេក៏បានចាក់ចេញជាមួយឯកសារនៅក្នុងដៃបើមិនទៅដឹងតែរឿងជាមួយខ្ញុំហើយរំពេចនោះនាងបានទទួលសារពីខិលខីហើយក៏បានទៅក្នុងការិយាល័យគេភ្លេបងចង់ជួបមុខខ្ញុំតើមានរឿងអីទេយប់នេះយើងទៅញ៉ាំអីល្អទេវាមិនមែនជារឿងនោះតែជារឿងដែលអូនប្រើអ្នកដតីផ្ដេសផ្ដាស់ទាំងដែលគេកំពុងតែរវល់ជាមួយការងាររបស់គេតើវាជាការងាររបស់អ្នកណាវាជាការងាររបស់ខ្ញុំបងទៅកាន់ជើងគេធ្វើអីខ្ញុំជាសង្សារបងត្រូវកាន់ជើងខ្ញុំទៅត្រូវវាមិនសំខាន់ទេតែបងមិនចង់ឲ្យអូនយកទម្លាប់អាក្រក់បែបនេះមកធ្វើនៅកន្លែងធ្វើការយើងមានការងាររៀងៗខ្លួនហើយអូនឯងអាំងសិតថាជាសង្សារមេតែប្រើឲ្យអ្នកដតីធ្វើការរបស់ខ្លួនឯងតើវាសមដែរទេអ្នកនៅទីនេះនឹងប្រែជាលេងគ្រប់យើងហើយបើអូននៅតែបន្តធ្វើអញ្ចឹងទៀតបើបបាក់អញ្ចឹងបែកគ្នាហ្មងទៅអត់ចេះនៅខាងសង្សារខ្លួនឯងទេទៅនៅជាមួយអ្នកដតីចោះដេកអោបគេទៅមិនបាច់ទៅណាមកណាជាមួយគ្នាទៀតទេបើអ្នកផ្សេងសំខាន់យ៉ាងនឹងពេកនោះថាចប់ហើយនាងក៏បានចាក់ចេញទៅត្រីអ្នកណាជាអ្នកស្ដាយក្រោយឲ្យប្រកាសគឺគង់តែដឹងទេបន្ទាប់ពីចប់ម៉ោងការងារម៉ារ៉ាបានដាក់ច្បាប់លាឈប់នៅលើតុធ្វើការរបស់នាងសុកចិត្តធ្វើដល់ថ្នាក់នេះតើវាបានស្អីមកវិញទៅខ្ញុំដឹងតែខ្ញុំមិនគួរនិយាយស្ដីណែនាំច្រើនទៅកាន់សង្សាររបស់ខ្លួនឯងទេតែកន្លែងធ្វើការផ្សេងនៅផ្ទះវាផ្សឹងខិលខីមកដល់មុខបន្ទប់ម៉ារ៉ាដោយនាងមិនបានបើកទ្វារឲ្យគេចូលឡើយអូនបើកទ្វារបន្តិចមកយើងត្រូវនិយាយគ្នាកុំធ្វើអញ្ចឹងអីណាបងដឹងថាបងខុសដែលនិយាយស្ដីបែបនេះជាមួយអូនតែអូនមិនអាចចេះតែធ្វើអញ្ចឹងបានទេយើងធ្វើការយើងដឹងពីតួនាទីរបស់យើងអូនកុំបោះទម្លាក់តួនាទីនោះទៅកាន់អ្នកផ្សេងអីវាមិនសមទេខ្ញុំណាបើថាបែកហើយគឺបែកហើយមិនត្រូវវិញទេខ្ញុំសុកចិត្តនៅកន្លែងផ្សេងដែលគេផ្ដល់តម្លៃឲ្យខ្ញុំអត់នៅទីនោះទៀតទេកន្លែងដែលអយុត្តិធម៌នោះអយុត្តិធម៌ស្អីទៅបើអូនឯងធ្វើការខ្លួនឯងតែងតែរុញទម្លាក់ទៅឲ្យអ្នកដទៃសឹងទៅគ្រប់ពេលគួរតែអ្នកផ្សេងដែលត្រូវនិយាយពាក្យទាំងអស់នេះមិនបាច់មករកខ្ញុំទៀតទេយើងដាច់គ្នាចប់គ្នាឲ្យស្រឡះទៅមនុស្សគ្មានមនោសញ្ចេតនាបែបនេះមិនអាចនៅជាមួយអ្នកណាបានឡើយបានបងទៅវិញហើយសង្ឃឹមថាអូនជួបអ្នកផ្សេងដែលគេល្អជាមួយអូនជាងបងទៅចុះនិយាយចប់ហើយគេក៏បានចាកចេញទៅខ្ញុំមិនស្ដាយក្រោយទេគ្មានថ្ងៃឡើយ
ខៀលខីមកដល់ផ្ទះវិញដោយចូលទៅក្នុងបន្ទប់ឪពុកម្ដាយកូនឯងអត់សប្បាយចិត្តរឿងអី ប៉ាឃើញកូនឯងមកផ្ទះវិញទាំងមុខសពូនចូលផ្ទះវិញលឿនជាងរាល់ដងកូនឯងមានបញ្ហានៅកន្លែងការងារមែនទេអឺខ្ញុំជាមួយសង្សារលែងបន្តធ្វើជាសង្សារនឹងគ្នាទៀតហើយប្រហែលជាខ្ញុំហួសហេតុពេកបានជានាងមិនអាចនៅជាមួយខ្ញុំបានកុំថាឡើយសង្សារដល់ថ្នាក់ជាប្តីប្រពន្ធទៅហើយក៏នៅតែអាចបែកគ្នាបានដែរដោយសារតែការមិនចោះសម្រុងនឹងគ្នាមិនចេះលើកលែងឲ្យគ្នាពេលយើងធ្វើអ្វីមួយត្រូវចិត្តត្រជាក់ទើបអាចដោះស្រាយបញ្ហាបានបើចិត្តយើងក្តៅរៀងខ្លួនជំរើសចុងក្រោយគឺបែកគ្នាបើមិនចោះសម្រងគ្នាទេមានតែបែកគ្នាទៅស្ដាយក្រោយបានត្រឹមតែស្ដាយក្រោយតែត្រូវបំភ្លេចចោលផងណាកុំឲ្យវាដិតដាមពេកអីណាកូនយើងនៅតែមានឱកាសចាប់ផ្ដើមជាមួយអ្នកថ្មីបាទខ្ញុំគិតថាឱកាសនៅតែមានចំណិចចំពោះខ្លួនឯងឲ្យតែយើងចេះផ្ដល់ឲ្យខ្លួនឯងត្រឹមត្រូវហើយកូនខេលខីចេញពីក្នុងបន្ទប់ឪពុកម្ដាយប្រទះជាមួយត្រូពីខ្ញុំអត់សប្បាយចិត្តទេមកប្រាប់ខ្ញុំធ្វើអីគិតថាខ្ញុំជាវត្ថុសប្បាយចិត្តមែនចង់និយាយសាច់ការអីក៏មិនបានចង់បបួលនាងផឹកជាមួយខ្ញុំអត់អាចផឹកជាមួយបានទេខ្ញុំរវល់ធ្វើការហើយចុះបើខ្ញុំជួលឲ្យមកផឹកជាមួយខ្ញុំព្រមឬក៏អត់ឥឡូវហ្នឹងបានតាលុយទៅហើយអ្នកណាមិនព្រមនោះខ្ញុំព្រមតោះមកអញ្ចឹងជួលកៅជាមួយគ្នាថាចប់ហើយអ្នកទាំងពីរបានជល់កែវជាមួយគ្នាតតែដល់យប់ជ្រៅនៅក្នុងបន្ទប់ខីលខីលុះពេលព្រឹកឡើងត្រូពីធ្វើការធម្មតានៅមុខផ្ទះមីអូនយប់មិញលឺសលេងចេញពីក្នុងបន្ទប់កូនប្រុសមិញគាត់ផឹកគាត់ប៉ោឡាយណាស់មិញផឹកអន់ជាងខ្ញុំទៀតតែស្វឹងដេកមុនខ្ញុំបាត់ហើយមិញមិនដឹងសោះថាក្មួយប៉ិនផឹកដល់ថ្នាក់នេះបែតនេនៅជាមួយប្អូនខ្ញុំតែងតែកំដរវាផឹកព្រោះវាតែងតែខូចចិត្តជាមួយនឹងស្នេហាអត់ឈប់សោះនេះហើយគឺជាហេតុផលដែលខ្ញុំបកកែផឹកនោះណាមិញពធអើយក្មួយស្រីហើយនាពេលថ្ងៃត្រង់ខីលខីចេញពីក្នុងបន្ទប់មកដល់មុខផ្ទះដោយបន្លឺឡើងទៅកាន់ត្រូពីដែលកំពុងតែបោះសម្រាមត្រូពីយប់មិញខ្ញុំស្វឹងខ្លាំងមែនទេខ្ញុំដេកលក់បាន់អត់ដឹងអីសោះចាស្វឹងមែនតាដេកលក់ដូចជ្រូកសម្បុកខលខ្ញុំផឹកអន់ណាស់អញ្ចឹងចាញ់អ្នកខ្លះដែលខ្ញុំបែរជាមើងងាយតែការពិតខ្លាំងជាងខ្ញុំគិតទៅទៀតចាល្មមដឹងខ្លួនទេតិចធ្លាក់ក្នុងលងស្នេហ៍ខ្ញុំទេយប់មិញខ្ញុំដេកយល់សពឃើញនាងខ្ញុំមិនដឹងតែឈួតអីទេដែលដេកយល់សពបែបនេះស្វឹងពេកវិញអស់តែម្ដងខ្ញុំធ្លាក់លងស្នេហ៍នាងអាចដែរហើយមើលទៅព្រោះយល់សពយល់សងឃើញយប់មិញខ្ញុំនិយាយលេងទេកុំគិតមែនតែនអីនិយាយហើយមិនអាចលេបសម្ដីទេខ្ញុំនឹងប្រាប់ប៉ាម៉ាក់ខ្ញុំអំពីរឿងនេះគ្មានថ្ងៃគេចផុតពីខ្ញុំទេខ្ញុំកំពុងតែបែកសង្សារផងយកប្រពន្ធតែម្ដងឈប់យកឲ្យសង្សារទៅរៀបការជាមួយគ្នាខ្ញុំលោលែងទេមុននេះខ្ញុំនិយាយខុសទេណាអត់គិតថាខ្លាចជាបែបនេះទេតែខ្ញុំចូលចិត្តអ្នកដែលនិយាយត្រង់ខ្ញុំមិនខ្វល់ច្រើនទេព្រោះយប់មិញខ្ញុំយល់សពឃើញដូច្នេះបញ្ជាក់ឲ្យដឹងថាខ្ញុំត្រូវទៅរៀបការជាមួយនាងតែម្ដងខ្ញុំទៅធ្វើការខាងក្នុងហើយយល់សពនាំរឿងមែនហើយតែយល់សពនាំឲ្យខ្ញុំមានប្រពន្ធខីលខីបានប្រាប់ឪពុកម្ដាយពីរឿងនេះហើយឪពុកម្ដាយរបស់គេក៏បានយល់ព្រមដោយមិនប្រកែកប្រកាន់ពីទួលនីតិឋានៈឡើយហើយអ្នកទាំងពីរក៏បានចូលស្ដីដណ្ដឹងត្រូពីឲ្យកូនប្រុសតែម្ដងស្ដាយណាស់មិន